ក្នុងដំណើរនៃជីវិតរបស់យើងម្នាក់គឺมันអាចកំណត់มันអាចដឹងបានទេព្រោះថាជីវិតគឺជាសង្ខារធម៌ដែលកើតឡើងហើយក៏តែងតែបែកធ្លាយទៅវិញជាធម្មតាមិនរើសបុគ្គលមិនរើសវណ្ណៈមិនរើសវង្សត្រកូលទេសេចក្តីស្លាប់នោះគឺជាទ្រព្យជាមរតករបស់សពសត្វគ្រប់គ្នាកាលណាដែលកើតឡើងមកហើយតែងតែមានសេចក្តីស្លាប់នៅខាងចុងចិត្តជាប្រកបមិនរើសបុគ្គលណានីមួយរយចង់កិច្ចឲ្យផុតរត់ឲ្យរួចទៅណាក៏មិនអាចកិច្ចរួចដែរចឹងហើយបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងទុកនៅក្នុងបេដកលេខ24ទំព័រទី298ព្រះអង្គទ្រង់ត្រាស់សម្ដែងនៅធម្មទេស4ប្រការទី1នឹងឧបនិយតិលោកកោអត្ថវោសត្វលោកមិនទៀងទេត្រូវចរិយានាំទៅកាន់មរណៈគ្រប់គ្នារាល់ជីវិតសពសត្វតែងតែជួបនៅសេចក្តីចាស់ក្រមគ្រាទ្រុឌទ្រោមជាធម្មតាចាស់នឹងគឺចាស់តាំងតែពីនៅក្នុងឧត្តមមកម្លេះគ្រាន់តែបាន2-3ថ្ងៃ4-5ថ្ងៃហ្នឹងគឺចាប់ដើមសួរចាស់ថ្ងៃចាស់ខែចាស់ចិត្តដល់ឆ្លងនៅទន្លេអញ្ចឹងហើយគឺចាស់តាំងតែពីកំណើតកើតចាប់បដិសន្ធិមកម្លេះហើយក៏ជួបនៅសេចក្តីឈឺព្រោះថាជីវិតសពសត្វរាល់រូបកាយជាសម្បុកនៃរោគសន្តិហោរីរូបរាងកាយយើងកណិតធាំងជាសម្បុកនៃរោគបៈធាំងពួកនាងជារបស់ពុកផុយស្អុយរលួយទៅវិញជាធម្មតាមិនរើសបុគ្គលឯណាមួយទេមិនកំណត់ថាបុគ្គលនេះមិនមានរោគបុគ្គលនោះមានរោគទេគឺរូបរាងកាយយើងនឹងគឺមានរោគគ្រប់គ្នាចុងបញ្ចប់ហ្នឹងក៏ដល់នៅសេចក្តីស្លាប់គ្រប់គ្នាមិនអាចពិផុតបានទេគ្រាន់តែមុននឹងក្រោយមាសប្រាក់ទ្រព្យសម្បត្តិរបស់របរញាតិមិត្តបងប្អូនម្ដាយពុកប្តីប្រពន្ធដែលជាទីស្រឡាញ់ហ្នឹងគេមិនអាចជួយបានទេចុងក្រោយហ្នឹងគឺយើងទៅតែម្នាក់ឯងគឺទៅតាមយថាកម្មគឺទៅតាមគួរដល់អំពើដែលយើងបានសាងនឹងឯងចំណែកទី2ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាអត្តនោលោកោអនភិសរោសត្វលោកមិនមានគ្រឿងការពារទេមិនមានអ្វីជាទីពឹងដល់ខ្លួនឡើយរបស់របរញាតិមិត្តបងប្អូនទាំងឡាយដែលជាយើងពឹងពាក់ពំនាក់អាស្រ័យនៅពេលយើងរស់នៅនឹងចុងបញ្ចប់ហ្នឹងគឺយើងមិនមានបុគ្គលណាមួយជួយយើងបានទេអញ្ចឹងហើយចុងបញ្ចប់ហ្នឹងគឺយើងទៅតែម្នាក់ឯងទៅតាមអំពើរបស់យើងនឹងឯងចឹងហើយមានតែពិចារណាសង្វេគតក់ស្លុតដំណើរនៃជីវិតសង្ខារធម៌ទាំងឡាយមិនទៀងចំណែកទី3នោះអសកោលោកោសពាំងបហាយកៈមនីយ៉ាងសត្វលោកមិនមានអ្វីជារបស់ខ្លួនឡើយត្រូវលះបង់នៅរបស់គ្រប់យ៉ាងដោយហើយទៅរបស់របរមាសប្រាក់ទ្រព្យសម្បត្តិដែលយើងខំប្រឹងរកនិងចុងបញ្ចប់គឺត្រូវលះបង់ដោយហើយទៅគឺมันមានអ្វីជាឥស្សរៈចំពោះខ្លួនយើងឡើយចំណែកទី4ឧណោលោកោអតិតោតណ្ហាទាសោសត្វលោកតែងតែខ្វះកន្លះជានិច្ចជាទាសៈរបស់តណ្ហាជាខ្ញុំបំរើនៃការចំណងចង់បានព្រោះថាចិត្តរបស់យើងប្រសិនបើយើងមិនបានអប់រំឲ្យល្អទេចិត្តនឹងវាលុះក្នុងអំណាចនៃលោភៈគឺការចំណងចង់បាននឹងគឺចង់បានមិនចេះចប់ទេចិត្តយើងនឹងបើសិនជាយើងឲ្យគ្រប់នោះគឺមិនងាយទេតលតែយើងព្រមគ្រប់ដោយខ្លួនឯងអញ្ចឹងហើយបើយើងចង់បានហើយយើងទៅបៀតបៀនគេដើម្បីតែផលប្រយោជន៍ខ្លួនឯងនោះគឺព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាជាហេតុនាំឲ្យកើតទុក្ខព្រះអង្គផ្ដែផ្ដាំចុងក្រោយមុនព្រះអង្គចូលបរិនិព្វានព្រះអង្គទ្រង់ត្រាស់សម្ដែងនៅពគាថាអបមាទេអ្នកសម្បាទេថៈអ្នកទាំងឡាយចូលកុំប្រមាទត្រូវញ៉ាំងប្រយោជន៍ឲ្យសម្រេចដោយហេតុដែលមិនប្រមាទគឺមិនធ្វើប្រហែសរមែងបាននៅប្រយោជន៍ដ៏ច្រើនទិដ្ឋធម្មកប្រយោជន៍ក៏បានដោយការមិនប្រមាទសម្បរាយកប្រយោជន៍ក៏បានដោយការមិនប្រមាទព្រោះហេតុដូច្នេះហើយគួរតែដាស់សតិស្មារតីនឹករលឹកខំសន្សំនៅសេចក្តីល្អដើម្បីបានជាទីពឹងដល់ខ្លួន
អត្តហេអត្តណោនាថោខ្លួនជាទីពឹងរបស់ខ្លួនទីពឹងនៅក្នុងទីនេះគឺមានតែបុណ្យកុសលទេដែលអាចជាទីពឹងដល់ខ្លួនយើងបានអ្វីក្រៅពីបុណ្យកុសលនោះគឺមិនអាចទីពឹងដល់ខ្លួនយើងបានឡើយអនុមោទនី